សម្រាប់បងប្អូនដែលចិត្តញ៉ាំមីប៉ុន្តែខ្លាចប៉ះពាល់ដល់សុខភាពកុំឲ្យរំលងវីដេអូមួយនេះមីកូឡា4រសជាតិក៏ប៉ុន្តែមីកូឡាគឺគេយកទៅសាយកាទៀវយកមកធ្វើប៉ុន្តែថ្ងៃនេះនាងខ្ញុំយកទៅសាយមីបន្លែយកមកធ្វើជំនួសវិញប៉ុន្តែរសជាតិវិញនាងខ្ញុំធានាឲ្យអួយសម្រាប់អ្នកដែលចូលចិត្តញ៉ាំកញ្ចក់កញ្ចប់ដូចខ្ញុំអីត្រូវមកមុខនេះអ្នកខ្លះគឺយល់ច្រឡំថាវាស្តៀងទៅនឹងផាត់ថៃប៉ុន្តែវាមិនមែនផាត់ថៃវាគឺជាអាហារខ្មែរ 100% ហ្មងតោះកុំឲ្យវិញឆ្ងាយយូរមកមើលពីរបៀបធ្វើទាំងអស់គ្នាណាដំបូងយើងធ្វើការលេងប្រគេគ្រីមឲ្យឈ្ងុយសិនបន្ទាប់មកយកមកបុកហើយចំពោះការបុកក៏បុកម៉ត់ពេកបងប្អូនបុកមកល្មមបានហើយបន្ទាប់មកទៀតនេះខ្ញុំធ្វើការកិនខ្ទឹមបើមិនជាបងប្អូនមានខ្ទឹមទេបងប្អូនអាចចិញ្ច្រាំបានណាហើយចំពោះការលេងខ្ទឹមគឺយើងលេងឲ្យឡើងក្រហមឈ្ងុយបន្ទាប់មកគឺយើងដួសទុកទាំងខ្លាំងដែលលេងនៅតែម្ដងរួចហើយនេះខ្ញុំធ្វើការស្រុះមីចំពោះមីនេះខ្ញុំប្រើប្រាស់មីរបស់ម៉ែដាំគឺមីបន្លែចម្រុះដែលមាន4រសជាតិហើយចំពោះរយៈពេលនៃការស្រុះហ្នឹងគឺត្រឹមតែ1នាទីទៅ1នាទីកន្លះណាបងប្អូនអត់ឲ្យលឿនព្រោះមីបន្លែរបស់ម៉ែដាំអត់មានផ្ទុកសារជាតិធ្វើឲ្យស្វិតទេដូច្នេះបើសិនជាយើងស្រុះយូរពេកនឹងធ្វើឲ្យមីនឹងរលាយពេកបន្ទាប់ពីស្រុះមីរួចយើងយកវាមកលាងទៅត្រជាក់ឲ្យស្អាតណារួចហើយយកវាមកលាយគ្រឿងជាមួយនឹងស្លឹកខ្ទឹមហើយនឹងខ្ទឹមដែលយើងបានលាងហើយដាក់ទាំងខ្ទឹមដាក់ទាំងខ្លាញ់ហ្នឹងមកបងប្អូនរួចហើយច្របល់វាឲ្យសព្វណាបន្ទាប់ពីលាយសព្វមកសាច់មីយើងឡើងទន់ហើយឈ្ងុយមែនតើរួចហើយយកវាមកដាក់ចានមកបងប្អូនហើយថែមគ្រឿងឲ្យសព្វគ្រប់ផងមានទឹកគៀក្រៀមសណ្តែកដីបាយជូរកំពងសណ្តែកប្រហើយស្រស់ហើយណាហើយពងទាស្ងោរជ្រូកសម្រាប់ទឹកត្រីផ្អែមវិញគឺទឹកត្រីផ្អែមសម្រាប់ញ៉ាំជាមួយបាញ់ហុយនិងបាញ់ឆាវហ្នឹងបងប្អូនមីបន្លែរបស់ម៉ែដាំអត់មានផ្ទុកសារជាតិគីមីសូម្បីតែការបន្ថែមពណ៌សារជាតិទុកបានយូរក៏ដូចជាសារជាតិធ្វើឲ្យស្វិតផងដែរហើយកាន់តែពិសេសនោះអ្នកដែលគាត់អត់ពិសាសាច់និងអ្នកដែលមានបដកម្មជាមួយស៊ុតក៏អាចញ៉ាំបានដែរម៉ែដាំមិនមែនមានត្រឹមតែមីបន្លែសម្រាប់យកមកធ្វើម្ហូបទេក៏មានមីសម្រាប់ញ៉ាំលេងដែរមីទ្រង់គ្រឿងអ្នកទាំងអស់គ្នាសម្រាប់អ្នកដែលចូលចិត្តមើលរឿងភាគដាច់យប់អីកំងទុកអត់គោម្ដងទេកុំភ្លេចជួយគាំទ្រផលិតផលខ្មែរណាអរគុណ